បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវជួបជាមួយខ្ញុំបាទទៀតហើយបងប្អូនបាទថ្ងៃនេះយើងបានបង្ហាញមួយបងប្អូនថ្ងៃនេះយើងទិញពីគេមក3គីឡូកន្លះហើយអ្នកភូមិលក់ឲ្យមកធូរថ្លៃទេបងប្អូនបាទយើងនេះក៏យើងធ្វើម្ហូបពីរមុខបងប្អូនយើងមានប្រឡាក់គ្រឿងអាំងមួយហើយនឹងស្លក្តៅមួយបងប្អូនបាទថ្ងៃនេះពេញឆ្ងាញ់ហ្នឹងបងប្អូន3គីឡូកន្លះទៅ4គីឡូនេះមកបាទយើងចង់ផុសយើងក៏ជួយគ្នាស្រោះដៃយ៉ាងហើយនេះពីរអ្នកបងប្អូនចូលមួយខ្ញុំនេះបងប្អូនបែកគ្នាយូរណាស់ហើយឥឡូវជួបគ្នាយើងដាក់អាណានេះម្ដងមែនអស់ប្រហែលអស់ទៅណោះបាទបងប្អូនណាថាចង់ចូលរួមណាមកអាចចូលរួមបានអានេះមានសាច់ហើយបងប្អូននៅស្ទើរទឹកបន្តិចបងប្អូនជួយចេញទឹកបន្តិចមកវាត្រូវគ្នាបាត់ទៅហើយបាទបើថាសម្រាប់ខាងខ្ញុំក៏មិនទាន់បានអីទេបានតែវត្តនេះបងប្អូនវត្តរហាយើងណាបាទចង់ផោយើងក៏បុកគ្រឿងប៉ាំងមិនលំឯណាបើថាប៉ុនប្រើធ្វើមហោហូបបាយអីដូចមិនងាយទេបើថាយើងរឿងគ្រឿងក្លែមយ៉ាងអេយ៉ាងហ្នឹងណោះយីអត់ថាមនុស្សប្រុសដូចគ្នាមិនយល់ចិត្តណាបាទនេះក៏គ្រឿងយើងក៏បុកដូចហើយបងប្អូនបើថាយើងប្រឡាក់ជាមួយងានបងប្អូនបើថាសម្រាប់បងប្អូនខ្ញុំអត់ដឹងទេបើថាសម្រាប់ខ្ញុំក៏យើងក្រាបបុកគ្រឿងប្រឡាក់ហើយក៏ដាក់រ៉ូឌីបន្តិចហើយនឹងប្រេងខ្យងបន្តិចវាល្មមមកបងប្អូន